ធ្លាប់ប្រើប្រាស់ប៊ីចេងជាគ្រឿងផ្សំរាល់ថ្ងៃតើលោកអ្នកមានដឹងទេថាតើប៊ីចេងគឺជាអ្វីហើយថាតើប៊ីចេងមានសារៈប្រយោជន៍ឬក៏ប៉ះពាល់សុខភាពយ៉ាងណាខ្លះដែរនៅថ្ងៃនេះខ្ញុំសូមលើកយកមកបង្ហាញអំពីអ្វីទៅដែលហៅថាប៊ីចេងគឺជាអំបិលរបស់ទឹកអាស៊ីត glutamic ដែលជាទឹកអាស៊ីតអាមីណូមួយប្រភេទដែលជាគ្រឿងផ្សំដ៏សំខាន់និងតែងតែប្រទះឃើញនៅក្នុងប្រូតេអ៊ីនប៊ីចេងដែលមានឈ្មោះផ្នែកគីមីហៅថា monosodium L-glutamate ឬ MSG ទម្ងន់ម៉ូលេគុល187កណ្ដោះសញ្ញា13មានទឹកគ្រីស្តាល់1ម៉ូលេគុលមានលក្ខណៈជាគ្រីស្តាល់ឬម្សៅគ្រីស្តាល់ពណ៌សគ្មានក្លិននិងមានរសជាតិខុសគេជាវត្ថុសម្រាប់ធ្វើម្ហូបអាហារ Glutamate មានពីរលក្ខណៈគឺ L-glutamate និង D-glutamate ដែលយកមកប្រើប្រាស់ជាសារជាតិប៊ីចេងគឺ L-glutamate តើមនុស្សបានរកឃើញប៊ីចេងដោយរបៀបណាមនុស្សយើងបានស្គាល់ប៊ីចេងតាំងតែពីសម័យបុរាណមកម្ល៉េះបើគិតទៅប្រហែលច្រើនជាង 2000 ឆ្នាំមកហើយដោយជនជាតិចិននិងជនជាតិជប៉ុនបាននាំយកសារាយទន្លេដែលមានទំហំធំស្ថិតនៅក្នុងទន្លេយ៉ាងជ្រៅមកផ្សំរសជាតិទឹកស៊ុបចំណែកឯអ្នកទិសខាងលិចគេប្រើផ្សិតប៉េងប៉ោះជួយក្នុងការផ្សំគ្រឿងម្ហូបអាហារដែលរហូតមកដល់ឆ្នាំ1908លោកសាស្ត្រាចារ្យគីកូណេអ៊ីគីដានិងសាកលវិទ្យាល័យតូក្យូអាចចម្រាញ់គ្រឿងផ្សំពីសារាយទន្លេហើយរកឃើញថា seasoning agent ដែលធ្វើឲ្យម្ហូបអាហារមានរសជាតិឆ្ងាញ់គឺ glutamate នោះឯង glutamate តើអាចរកឃើញនៅក្នុងអ្វីខ្លះ glutamate គឺជាគ្រឿងផ្សំបែបធម្មជាតិអាចមាននៅក្នុងម្ហូបអាហារស្ទើរតែគ្រប់ប្រភេទដូចជាសាច់សត្វត្រីទឹកដោះគោទឹកដោះម្ដាយបន្លែសណ្ដែកប៊ឺរឹងប៉េងប៉ោះនិងផ្សេងទៀតមនុស្សយើងអាចបង្កើត glutamate ដោយខ្លួនឯងបានហើយច្រើនតែមាននៅក្នុងសាច់ដុំខួរក្បាលព្រមទាំងក្នុងអវយវៈនិងជាលិកាផ្សេងនៅក្នុងធម្មជាតិតែងតែជួបប្រទះ glutamate បានពីរប្រភេទ1ប្រភេទស្អិត bound form តភ្ជាប់ជាមួយអាមីណូអាស៊ីតផ្សេងបានជាប្រូតេអ៊ីន2ប្រភេទសេរី free form មានតួនាទីធ្វើឲ្យម្ហូបអាហារឆ្ងាញ់តើប៊ីចេងត្រូវបានផលិតដោយរបៀបណា1ការសំយកពីសារធាតុគីមី2 hydrolysis method ដែលបានចម្រាញ់ចេញពីប្រូតេអ៊ីនធម្មជាតិដូចជា wheat gluten ឬ soybean meal ដែលមាន glutamic acid ស្ថិតនៅក្នុង glutamine monoamide របស់ glutamic acid 3 fermentation method ជាការច្របល់លាយស្ករ glucose ដែលបានមកពី hydrolysis ម្សៅដំឡូងឬស្ករ glucose fructose sucrose ដែលមាននៅក្នុងកម្ទេចស្ករ cane molasses beet molasses ដោយប្រើអតិសុខុមកាយជាមេសំយោគតើប៊ីចេងមានអត្ថប្រយោជន៍អ្វីខ្លះ1ជួយធ្វើឲ្យចង់ពិសាអាហារសម្រាប់មនុស្សចាស់មួយចំនួនចាប់ផ្ដើមពិសាអាហារមិនសូវឆ្ងាញ់ពីព្រោះថាក្រពេញទទួលស្គាល់រសជាតិចាប់ផ្ដើមមិនសូវទទួលបានកាលនៅវ័យក្មេងដូច្នេះធ្វើឲ្យមនុស្សចាស់មួយចំនួនធំចាប់ផ្ដើមធុញទ្រាន់អាហារនិងចាប់ផ្ដើមស្គមបន្តិចម្ដងវិធីដោះស្រាយនោះគឺគ្រាន់តែបន្ថែមប៊ីចេងចូលទៅក្នុងអាហារតែបន្តិចធ្វើឲ្យពួកគាត់បានទទួលរសជាតិឆ្ងាញ់របស់អាហារបានច្រើនជាងមុន2ជួយធ្វើឲ្យក្រពះអាហារនិងក្រពេញទឹកមាត់ដំណើរការបានល្អជាងមុនអ្នកជំងឺមួយចំនួនមានជំងឺរលាកក្រពះឬក្រពេញទឹកមាត់ដំណើរការមិនល្អអាចធ្វើឲ្យមានអាការៈទឹកមាត់ស្ងួតនិងធុញទ្រាន់អាហារការបន្ថែមរសជាតិដោយដាក់ប៊ីចេងចូលក្នុងអាហារជួយធ្វើឲ្យអ្នកជំងឺចង់ហូបអាហារបានច្រើនជាងមុន3ជួយកាត់បន្ថយសូដ្យូមក្នុងអាហារបានសម្រាប់មនុស្សដែលចូលចិត្តរសជាតិប្រៃប្រើទឹកត្រីដាក់ចូលអាហារឬអំបិលជាច្រើនដើម្បីទទួលបានរសជាតិដែលត្រូវការប្រសិនកាត់បន្ថយការប្រើប្រាស់អំបិលហើយត្រឡប់មកប្រើប៊ីចេងតិចតួចកាន់តែប្រសើរហើយបើតាមលទ្ធផលការស្រាវជ្រាវមួយរកឃើញថាមានរសជាតិឆ្ងាញ់មិនចាញ់គ្នាប៉ុន្មាននោះទេដូច្នេះការដាក់ប៊ីចេងចូលក្នុងម្ហូបអាហារបន្តិចបន្តួចនឹងជួយកាត់បន្ថយការប្រើប្រាស់អំបិលអ៊ីយ៉ូតដោយរសជាតិអាហារនៅតែមិនផ្លាស់ប្ដូរប៉ុន្តែការទទួលទានប៊ីចេងក៏មិនត្រូវឲ្យច្រើនហួសបរិមាណពេកនោះដែរ
អ្នកខ្លះខ្លាចរអាមិនហ៊ានភ្លក់ឬប្រើអ្នកខ្លះទៀតបានដល់ចាត់ទុកប៊ីចេងថាជាគិតករលាក់មុខទៀតផងព្រោះសំអាងថាការបរិភោគសារធាតុនេះនឹងបង្កគ្រោះថ្នាក់ច្រើនចុះបើវាបង្កគ្រោះថ្នាក់មែនហេតុអ្វីបានជាឧស្សាហកម្មផលិតប៊ីចេងនៅតែអាចមានដំណើរការបាននិងគ្មានការហាមឃាត់ដូច្នេះអ្នកដែលខ្លាចរអាប៊ីចេងខ្លាំងជាងគេគឺបណ្ដាជនជាតិអឺរ៉ុបឬអាមេរិកសម្រាប់ក្រសែភ្នែកពួកគេប៊ីចេងមានប្រើប្រាស់តែក្នុងចំណីអាហារនៅអាស៊ីដោយបណ្ដាជនជាតិអាស៊ីអ្នកខ្លះមិនហ៊ានចូលភោជនីយដ្ឋានចិនក៏ព្រោះតែខ្លាចចង់គេចនឹងប៊ីចេងនេះឯងការបរិភោគអាហារដែលមានដាក់ប៊ីចេងត្រូវបានជាប់ចោទថានឹងបង្កឲ្យមានអាការៈឈឺក្បាលចង់ក្អួតរងាក់រងើឬបែកញើសជាដើមក្រុមលោកខាងលិចបានដាក់ឈ្មោះអាការៈរោគបង្កឡើងដោយប៊ីចេងថាជាអាការៈជំងឺហាងម្ហូបចិនការប្រើប្រាស់ប៊ីចេងក្នុងកម្រិតតិចតួចពិតជាមិនបង្កបញ្ហាអ្វីដល់សុខភាពឡើយនេះបើតាមការឲ្យដឹងពីលោកហ៊ីបកំហៀងសម្រាប់លោកវិស្វករគីមីប៊ីចេងឬម្សៅស៊ុបជាសារធាតុគីមីម្យ៉ាងដែលផលិតឡើងក្នុងបំណងជួយលើកដំកើងរសជាតិម្ហូបអាហារឲ្យកាន់តែឆ្ងាញ់ពិសាជាប់មាត់មានឈ្មោះជាបច្ចេកទេសថា monosodium glutamate ឬ E261 និងស្ថិតនៅក្នុងចង្កោមសារធាតុបន្ថែមក្នុងចំណីអាហារសារធាតុគីមីបន្ថែមមានច្រើនមុខយ៉ាងណាស់ដែលគេស្គាល់និងប្រើប្រាស់នាពេលបច្ចុប្បន្ននេះដើម្បីលើករសជាតិបន្ថែមពណ៌ឲ្យស្រស់ស្អាតឲ្យរឹងឲ្យទន់ឲ្យខាប់ឲ្យផ្អែមឬអាចទុកបានយូរនិងថែមទាំងត្រូវបានឧស្សាហកម្មម្ហូបអាហារយកមកប្រើប្រាស់យ៉ាងទូលំទូលាយពេញពិភពលោកមិនថានៅអាស៊ីអាហ្វ្រិកអាមេរិកឬអឺរ៉ុបទេសារធាតុបែបនេះចែកជា3ប្រភេទធំសារធាតុបន្ថែមធម្មជាតិចម្រាញ់ចេញពីពិភពរ៉ែរុក្ខជាតិនិងសត្វសារធាតុសំយោគផលិតឡើងឲ្យដោយធម្មជាតិព្រោះការទាញយកសារធាតុពីធម្មជាតិពិតៗមានតម្លៃខ្ពស់និងទី3គឺសារធាតុបន្ថែមសិប្បនិម្មិតគ្មានក្នុងធម្មជាតិតែជាការបង្កើតថ្មីទាំងស្រុងបញ្ជីឈ្មោះសារធាតុគីមីបន្ថែមក្នុងចំណីអាហារមានវែងណាស់និងអាចសម្គាល់បានតាមរយៈឈ្មោះជាលេខកូដតំណាងឲ្យអក្សរ E និងមានលេខនៅពីក្រោយឧទាហរណ៍ E100 E101 ជាសារធាតុសម្រាប់ដំឡើងពណ៌ឬលក្ខសារធាតុបន្ថែមសម្រាប់លើករសជាតិដ៏ល្បីល្បាញជាងគេគឺ E261 ដែលគ្មានអ្វីក្រៅពីប៊ីចេងជាភាសាខ្មែរនោះទេប្រសិនបើយើងយកចិត្តទុកដាក់អានព័ត៌មាននៅលើប្រអប់កំប៉ុងឬដបចំណីអាហារផលិតក្នុងប្រទេសឬមកពីក្រៅប្រទេសដែលគោរពបទដ្ឋានសុខភាពចំណីអាហារនោះអ្នកនឹងឃើញមានយ៉ាងច្រើនក្រុមពពួក E ហេតុដូច្នេះហើយបានជាអ្នកដែលគិតគូរនឹងយល់ដឹងខ្លាំងអំពីបញ្ហាអនាម័យចំណីអាហារតែងតែជៀសវាងមិនបរិភោគឧស្សាហកម្មដោយខ្លាចក្រុមនេះប្រព្រឹត្តល្មើសឬមិនគោរពបទដ្ឋានសុខភាពត្រឹមត្រូវដោយងាកមកផ្ដល់តម្លៃដល់អាហារផលិតជាលក្ខណៈគ្រួសារធ្វើឡើងដោយដៃរបស់សមាជិកគ្រួសារម្ហូបអាហារបើដាក់ប៊ីចេងក៏មានកម្រិតតិចតួចដែរលោកវិជ្ជបណ្ឌិតឡាវគីមសុងគ្រូពេទ្យជំងឺទូទៅឯកទេសប្រទេសក្តៅសូមណែនាំនិងរំលឹកជូនលោកអ្នកខ្លះជាពិសេសចំពោះអ្នកមានជំងឺលើសឈាមជាប់ប្រចាំកាយឲ្យគិតនឹកដល់ការកម្រិតបរិមាណនៃការប្រើប្រាស់ប៊ីចេងក្នុងម្ហូបដើម្បីជៀសវាងការបរិភោគប្រៃពេកឥឡូវនេះលោកអ្នកបានស្គាល់និងជ្រាបហើយអំពីសារធាតុបន្ថែមសម្រាប់ដាក់ក្នុងចំណីអាហារលោកអ្នកអាចបន្តទម្លាប់ប្រើប្រាស់ប៊ីចេងជាប្រចាំរាល់ថ្ងៃឬបញ្ឈប់សកម្មភាពនេះទៅតាមការពិចារណាតាមការគួរ